នៅក្នុងទីផ្សារដែលលេចដោយទឹកចំនួននាឡិកាដូចសពថ្ងៃនេះវាពិតជាពិបាកទាំងអ្នកទាំងអស់គ្នាក្នុងការសម្រេចចិត្តទិញវាពិបាកទាំងខ្ញុំអ្នកណែនាំនេះឲ្យចំថាត្រូវទិញមួយណាចោលមួយណាដែរដោយសារតម្លៃវាប្រកៀកគ្នាសមត្ថភាពវាក៏មានញាត់ច្រើនលើសខុសគ្នាតិចតួចតែប៉ុណ្្នឹងហើយក្នុងពេលដែលខ្ញុំបានសម្រាប់មួយរយៈលាងភ្នែកបាន4ខែមកនេះ Amazfit ផ្ញើនាឡិកាតម្លៃទាបបំផុតរបស់ខ្លួនមកខ្ញុំវាទៅប្រកាសចេញនៅស្រុកក្រៅមួយរយៈចុងក្រោយនឹងទៅចោះចតមកដល់ស្រុកខ្មែរយើងថ្មីនេះទេខ្ញុំជឿថាអ្នកទាំងគ្នាប្រកាសជាបានឃើញតម្លៃវាហើយគឺ$79បើគិតជាលុយរៀលវា32,900រៀលវាមានអេក្រង់ AMOLED ធំភ្លឺច្បាស់speaker វាក៏ឡើងខ្លាំងវាអាច call បានវាបំពាក់ GPS អាចទាញយក offline map បានថ្មវាកាន់ដល់14ថ្ងៃទម្ងន់ស្រាលប្រព័ន្ធដំណើរការល្អដូចជា T-Rex ហើយត្រាស់សុខភាពបាន24ម៉ោងពេញថែមទៀតផងប្រាប់ខ្ញុំមកថាអ្នកទាំងគ្នាធ្លាប់ឃើញកញ្ចប់នាឡិកានេះសំចេញពី Garmin ឬក៏ Coros បានអត់អានេះយើងនិយាយពីក្រុមហ៊ុនដែលជាគូប្រជែងគ្នាមូលហេតុនឹងហើយបានជា Amazfit B6 នឹងវាពិសេសជាងគេត្រូវហើយវាគ្មាននាឡិកាណាដែលថាញាត់មុខងារត្រូវឥតខ្ចោះឡើយហើយ B6 ហ្នឹងក៏មានកន្លែងចំណុចខ្វះខាតទី3ដែលអ្នកត្រូវដឹងផងដែរមុននឹងសម្រាប់ចិត្តទិញខ្ញុំនឹងប្រាប់នៅបន្តិចទៀតនេះគ្រាន់តែថាបើយើងប្រៀបជាមួយ B5 ចំនួនមុន Amazfit B6 វាជាការ upgrade ផ្លាស់ប្ដូរដ៏ល្អបំផុតហើយវាមិនមែនជាការ update KiloS លំឡើយខ្ញុំពាក់វាជាប់ដៃខ្ញុំសម្លឹងវាជាប់13ថ្ងៃដែរវាជានាឡិកាដែលស្រួលពាក់បំផុតដែលខ្ញុំមិនធ្លាប់តេស្តពីមុននោះទេនាឡិកាដែលខ្ញុំសរសើរថា comfort បំផុតគឺ Amazfit Balance តែពេលនេះ B6 វាអាចជំនួសពាក្យដែលខ្ញុំសរសើរនឹងបាននិយាយមែនពេលខ្លះខ្ញុំសឹងតែភ្លេចខ្លួនថាខ្ញុំពាក់នាឡិកាជាប់កដៃទៀតផងវាពិតជាស្រួលអារម្មណ៍មែនតើសូមវាជា aluminium alloy ប្រើបាត fiber polymer ដែលច្នៃឡើងវិញអញ្ចឹងហើយបានជាទម្ងន់ខ្លួនវារក្សាបានត្រឹម 27.9 ក្រាមប៉ុណ្ណោះកម្រាស់វាក៏ស្ដើងផងដែរយើងមិនស្គៀបមិនទើសមិនដឹងថាធ្ងន់ឡើយនេះក៏អាចបូករួមមកពីខ្សែនាឡិកា liquid silicone វាមានសាច់ទន់ជាមួយនឹងការចោះចន្លោះខ្យល់ចេញចូលច្រើនមិនស្អប់ផងដែរយើងអាចពាក់ពេលគេងដល់មិនគិតថាចង់ដោះចេញនោះទេទាំងបែកញើសពេលដែលហាត់ប្រាណក៏មិនខ្វល់ថាវាងាយកខ្វក់ឡើយហើយចង់លេងសម្អាតឬពាក់ងូតទឹកអីមិនចាំបាច់ដោះចេញក៏បានដែរព្រោះវាមានអាវក្រោះកម្រិត Fire ATM ដែលល្មមទប់ពីទឹកមិនឲ្យចូលនិងអាចមុជនៅក្នុងទឹកជ្រៅដល់50ម៉ែត្រទៀតផងទៅលើខ្សែ22មីលីម៉ែត្រនេះយើងអាចដោះដូរប្រើម៉ូដខ្សែផ្សេងទូទៅបានអញ្ចឹងយើងមិនពិបាកលេង style spike ឬ style granite ឡើយហើយ display មុខនាឡិកា AMOLED TIL 2.5D ទំហំ 1.97 អ៊ីងនេះវិញវាធំគ្រប់គ្រាន់វាបង្ហាញសាច់រូបភាពបានម៉ត់ច្បាស់ដល់ល្អមែនទែន Amazfit ក៏ប្រើកញ្ចក់ temper glass ដែលធន់ជាមួយការអុកនិងប៉ះហើយក្រាល anti fingerprint coating ពីលើនឹងមួយតង់ទៀតដើម្បីជួយទប់ពីស្នាមរិមដៃប្រឡាក់ក៏ខ្វក់លើអេក្រង់ផងនិងធ្វើឲ្យផ្ទៃកញ្ចក់រលោងស្រួលអូសបញ្ជាមិនស្អិតដៃបើទោះជាត្រូវទឹកប្រៃឬក៏ប្រឡាក់ទឹកផុកជាដើមហើយទៅលើពន្លឺវាភ្លឺជាងទូរស័ព្ទមួយចំនួនទៅទៀតវាចេះ pick off ដល់ទៅ2000 nits ឯណោះអញ្ចឹងបើទោះជាយើងរត់ឬដើរក្រោមថ្ងៃដែលចាំងចំនាឡិកាផ្ទាល់ក៏យើងមិនពិបាកមើលអក្សរនៅលើអេក្រង់នឹងឡើយសំខាន់វាក៏មាន sensor សម្គាល់ដឹងទម្លាក់ដំឡើងពន្លឺដែលស្វ័យប្រវត្តិផងដែរមិនពិបាកឲ្យយើងចូលទៅដំឡើងឬក៏បន្ថយតាមក្រោយទៀតនោះទេសូម្បីតែមុខងារនេះមួយក៏នាឡិកាមួយចំនួនរីថាំកាត់បន្ថយដូចគ្នាអ្វីដែលសំខាន់នោះគឺប្រព័ន្ធដំណើរការ ZOS ចំនួន 4.5 របស់ B6 វា advanced ទំនើបមានមុខងារច្រើនស្ទើរតែដូចស៊េរី T-Rex បងវាទៅហើយ icon កម្មវិធីអីក៏បង្ហាញត្រូវដែរទាំង icon app តាមអ្នករបស់យើងជាដើមហើយល្បឿនដំណើរការវាថែមទាំងរអិល smooth ល្អមែនទែនវាចេញចូលលឿនវាកណន័យទិន្នន័យពេល scan លឿននិងទប់សារដំណឹងក៏បានច្រើនដោយមិនតាក់សូម្បីតែមួយកឹកនោះទេនាឡិកា fitness ភាគច្រើនប្រកាសជាត្រូវដំណឹងច្រើន tab បែបនេះមិនរួចឡើយលើពីនេះខ្ញុំស្រឡាញ់ដែលយើងអាចមើលសារដំណឹងបានពេញខ្លឹមសារតួអក្សរនិងមើលបានវែងដល់ក្រោមអមជាមួយរូបភាពផងដែរបើមានអ្នកផ្ញើសារតាម Telegram អីក៏យើងអាចធ្វើការមើល preview ទុកមុនបានដូចគ្នាបែបនេះវាស្រួលយើងមិនពិបាកទៅឆែកទូរស័ព្ទនាំតែស៊ីនឬត្រូវការសង្កត់ hold pop up ឡើយឥឡូវពីនេះបើយើងភ្ជាប់ជាមួយ Android យើងអាចតបសារដោយប្រើសំឡេងសម្គាល់អក្សរក៏បាននិងប្រើក្តារចុចវាអក្សរក៏បានវាគឺជាចំណុចឈ្នះមួយដែលនាឡិកាជាង$100ផ្សេងមិនអាចធ្វើបាននោះទេប៉ុន្តែកន្លែងដែលតែគឺទាស់តែអក្សរខ្មែរយើងវានៅតែមិនទាន់ support នោះឡើយខ្ញុំក៏អត់ចង់ប្រើពាក្យថាចាំ update ទៀតដែរព្រោះខ្ញុំក៏មិនដឹងច្បាស់ថាពេលណាគេបើកឲ្យ update ដូចគ្នាគ្រាន់តែថាអ្វីដែលខ្ញុំអាចសរសើរបានពីនាឡិកា Amazfit
គឺគេមិនទម្លាប់រត់ចោលនាឡិកាគេបន្ទាប់ពីដាក់លក់3 4ខែឬក៏កន្លះឆ្នាំទេជាក់ស្ដែង Amazfit Balance របស់ខ្ញុំនេះអាយុជិត2ឆ្នាំហើយនៅតែទទួលបាន software update ថ្មីរហូតដល់សប្តាហ៍ថ្ងៃគ្រាន់តែ Balance វាមុខមូលចឹងអ្នកដែលស្រឡាញ់នាឡិកា round មុខមូលប្រកបជាអាចមិនសូវត្រូវចិត្តជាមួយ Bip 6ឡើយតែសម្រាប់អ្នកដែលស្រឡាញ់បែប Apple Watch ឬ Galaxy Watch អីគឺមិនខកចិត្តទេជាពិសេសនារីក៏មិនពិបាកសម្របជាមួយនឹងមុខបែបនេះដោយសារ design វាសាមញ្ញវាមិនកាចដូចនាឡិកាបុរសនោះទេណាមួយវាមានជម្រើសដល់ទៅ3ពណ៌សម្រាប់រើសផងដែរដោយពណ៌ខ្មៅរបស់ខ្ញុំនឹងវាងាយសម្របភ្នែកមើលមិនងាយសាំឡើយណាមួយវាក៏លាក់ខ្លួនចូលស្អាតជាមួយ bezel ខ្មៅខ្លីនឹងទៀតផងផ្នែកខាងស្ដាំនេះវាមានប៊ូតុង2ខាងលើសាច់ក្រឡានេះចុចម្ដងចូលទៅ menu សាច់វាយើងស្រួលស្ទាបទៅចំណាំទេយើងចុច hold ឲ្យជាប់និងចូលទៅកាន់ voice assistant យើងអាចប្រើវាឲ្យឆែកពីព័ត៌មានបុគ្គលក៏បានពី casting ក៏បានឬក៏ឲ្យវាកត់ចំណាំក៏បាន Mount Everest is 8,848 meters, 29,029 feet tall. ចំណែកខាងក្រោមចុចចូលទៅមុខងារកីឡាជាង140ម៉ូតឯណោះមានទាំងហាលទឹកឡើងភ្នំ yoga លោតខ្សែពួរនិងហាត់ប្រាណក្នុងផ្ទះផងដែរអានេះខ្ញុំប្រើច្រើនជាងគេហើយវាក៏អាចសម្គាល់ដឹងសកម្មភាពកីឡាយើងជាង25ប្រភេទបានដោយស្វ័យប្រវត្តិផងដែរក្នុងពេលតែមួយវាធ្វើការជាមួយនឹង sensor PPG biometric វាជាបច្ចេកវិទ្យា bio tracker របស់ Amazfit ផ្ទាល់វាអាចតាមដានសុខភាពយើង24ម៉ោងពេញតែម្ដងវាអានចង្វាក់បេះដូងយើងជាប់ real time បានត្រឹមត្រូវវាក៏អាចវាស់ level oxygen ឈាមគណនាកម្រិត stress និងតាមដានការគេងយើងបានយ៉ាងពេញសមត្ថភាពទៀតផងភាគច្រើនវាអាចសម្គាល់ដឹងពីម៉ោងខ្ញុំចូលគេងពេលណានិងក្រោកវិញពេលណាបានត្រូវគ្រាន់បើជាពិសេសវាក៏ដឹងពេលដែលខ្ញុំគេងលេង nap បន្ថែមផងដែរទាំងពេលយើងក្រោកហើយទៅគេងតវិញក៏វាបូកម៉ោងឲ្យត្រូវមិនដាច់ឡើយលើពីនេះការមានមុខងារ HRV នៅក្នុងនាឡិកាតម្លៃប៉ុណ្នេះគឺពិតជាផ្ទុះអារម្មណ៍ខ្លាំងមែនទែនសម្រាប់ខ្ញុំអ្នក review ផលិតផលបច្ចេកវិទ្យាជាង10ឆ្នាំមកនេះដោយសារមុខងារ HRV នឹងវាសំខាន់ខ្លាំងសម្រាប់ការតាមដានការប្រែប្រួលចង្វាក់បេះដូងយើងបានគ្រប់ពេលជាពិសេសវាផ្ដល់ទិន្នន័យភាពឡើងចុះដើម្បីឲ្យយើងអាចដឹងបង្ការទុកមុនពីជំងឺបេះដូងផងដែរគ្រាន់តែថាអានេះវាមិនមែនជាឧបករណ៍ដែលសុក្រិត 100% ដូចជាពេទ្យនោះទេវាគ្រាន់តែជាមុខងារមានប្រយោជន៍បន្ថែមជួយប្រាប់យើងឲ្យដឹងពីសុខភាពខ្លួនប្រាណយើងច្បាស់ជាងមុនគ្រប់ពេលតែប៉ុណ្្នឹងលើពីនេះBip 6ថែមទាំងមានមុខងារ GPS ដែលតាក់ទងជាមួយនឹងផ្កាយរណបបាន5ទៀតផងវាល្អមែនតើមិនបាន6ប៉ុណ្ណឹងក៏គ្រាន់បើដែរកាន់តែឡយវាមាន offline map បើឲ្យយើងទាញយក ផែនទីដាក់ចូលនាឡិកាផ្ទាល់មើលលើអេក្រង់ផ្ទាល់ថែមទៀតផងតែលើភាពច្បាស់នៃការចាប់ទីតាំងខ្ញុំអាចនិយាយបានថាលទ្ធផលវាទទួលយកបានមិនត្រូវខ្លាំងដូចជា T-Rex 3តែប៉ុណ្ណឹងវាល្មមមើលទិន្នន័យពីផ្លូវដែលយើងដើរឬក៏រត់បានច្បាស់គ្រប់គ្រាន់យកមកប្រើការបានហើយល្បឿននៃការសម្គាល់ទីតាំងម្ដងវាចាំប្រមាណជា3ទៅ6សេកង់អាស្រ័យតាមទីតាំងទូលាយតាមកន្លែងដែលស្ទើររលកសេវាវាក៏ចាប់ខ្ទង់10ទៅ15សេកង់ឬយូរជាងនេះបន្តិចដែរពេលខ្លះខ្ញុំត្រូវចូលទៅកំណត់ចាប់ផ្ដើមមុខងារកីឡាឡើងវិញដើម្បីឲ្យ GPS វាអាចសម្គាល់បានលឿនសម្រាប់មុខនាឡិកា pre-install មកស្រាប់មានចំនួន7យើងក៏អាចទាញយកបន្ថែមបាននិងអាចប្រើរូបថតយើងក៏បានហើយមុខនាឡិកាដើមនឹងយើងអាចបដូរពណ៌និងកំណត់សេរីដាក់មុខងារផ្សេងៗបានផងដែរហើយ always on display វាក៏ support adapt ឆ្លាស់តាម style watch face ដែលយើងតាំងថែមទៀតផងគ្រាន់តែថាបើយើងប្រើ AOD ជាប់វាប្រើថាមពលថ្មច្រើនដូចគ្នាបើយើងប្រើដោយមិនបើក always on display ទេ Bip 6វាអាចរកបាន12ទៅ13ថ្ងៃបានយ៉ាងស្រួលបើប្រើធ្ងន់វាអូសបាន6ទៅ7ថ្ងៃហើយបើបើ always on display ប្រើធ្ងន់ទៀតវាស៊ូផុតបាន3ទៅ4ថ្ងៃទេតែសម្រាប់ខ្ញុំចូលចិត្តឲ្យអេក្រង់នាឡិកាខ្ញុំបង្ហាញម៉ោងជាប់បែបនេះវាឃើញស្អាតដូចនេះត្រឹម 3-4 ថ្ងៃសាកថ្មម្ដងក៏មិនពិបាកឡើយវាសាកពី0ដេកស្អាតឡើងដល់ 100% វិញចំណាយពេល2ម៉ោងដើម្បីបំពេញទឹកឲ្យថ្ម340 mAh នៅក្នុងនឹងវិញហើយដោយសារ Bip 6វាមាន microphone និង speaker built-in មកស្រាប់អញ្ចឹងយើងអាចធ្វើការថតសំឡេងទុកនៅក្នុងមុខងារ voice record ដែលអាចរក្សានៅក្នុង storage 445 MB នឹងបានហើយវាក៏អាចប្រើ voice assistant បានហើយក៏អាចលើកខលនិយាយតាមនាឡិកាផ្ទាល់តាមរយៈ Bluetooth connection BLE 5.2 ភ្ជាប់ជាមួយ smartphone យើងផងដែរspeaker វាក៏លាន់ច្បាស់អាចថាច្បាស់ជាង speaker នាឡិកាធម្មតាដោយសារវាពិតជាមានសំឡេងឆឹកល្អក៏ដូចជាទម្ងន់ល្អសំខាន់យើងអាចផ្ទេរ file តន្ត្រីចូលស្ដាប់នៅលើនាឡិកាផ្ទាល់បានថែមទៀតផងលើពីនេះវាថែមទាំងអាចភ្ជាប់ជាមួយនឹងកាស Bluetooth ដែលយើងមានស្រាប់ដើម្បីស្ដាប់ផ្ទាល់បានទៀតអាចថាបើអ្នកមាន Amazfit app ហើយអាច connect ជាមួយ Bip 6ពាក់រត់ហាត់ប្រាណឬក៏ដើរហាត់ប្រាណស្ដាប់តន្ត្រីក្នុងពេលតែមួយបានសរុបមកខ្ញុំពិតជាមិនដឹងថាត្រូវប្រាប់ឲ្យអ្នកទាំងគ្នាអត់ទិញនាឡិកានេះដោយរបៀបណាឲ្យច្បាស់នោះទេព្រោះ$79ញាត់កញ្ចប់ឡើងណែនតាំងពីបែបនេះគឺលើពីបបិសោតដែលខ្ញុំបានតេស្តនាឡិកាដតេជាច្រើនកន្លងមកកន្លងមកឆ្ងាយបើថាអ្នកមិនទិញគឺលុះត្រាណាតែអ្នកមាននាឡិកាថ្លៃជាងវាហើយឬក៏អ្នកមិនស្រឡាញ់អេក្រង់ជ្រុងឬក៏មកពីវាមិនទាន់ support អក្សរខ្មែរអានឹងខ្ញុំអាចយល់ស្រប
តែវាពិតជានាឡិកាដ៏កម្រមួយដែលយើងមិនងាយឲ្យធុកសំបានពីក្រុមហ៊ុនដទៃនោះទេតម្លៃទាបបែបនេះប្រើប្រព័ន្ធដំណើរការឆ្លាតនិងធ្វើការងារបានច្រើនមាន offline map តាមដានសុខភាពបានពេញដូចវាគឺសឹងតែគ្មានតែម្ដងអាចថាមួយស្រុកមានតែមួយទេហើយ Amazfit B6 ប្រកាសជានាឡិកាឆ្លាតតែមួយគត់ដែលធ្វើឲ្យក្រុមហ៊ុនដទៃអាចនឹងជិះក្បាលបន្តិចលើការផលិតនាឡិកាតម្លៃទាបបន្ទាប់របស់គេ